មានអារម្មណ៍ថាមានរសជាតិឆ្ងាញ់ពិសាហើយអត់មានឈឺក្បាលឈឺអីបងវារលកលេបហើយណាមួយវាមិនឈឺក្បាលពេលតែស្រវឹងម្ដងមកហើយវាមានគុណសម្បត្តិថាវាជួយបើសុខភាពឲ្យយើងមានកម្លាំងមាំមួនស្រាកីឡាកម្មនេះវាធ្វើឲ្យយើងពេលញ៉ាំទៅយើងមានស្រួលខ្លួនផងហើយវាមានរសជាតិផ្លែឈើពិតតាមដបដល់អារម្មណ៍ធ្វើឆ្ងាញ់ស្រាកីឡាកម្មនេះរសជាតិផ្លែឈើរសជាតិឆ្ងាញ់ពិសាគ្រឿងស្រវឹងកុំបើកបរខ្ញុំទាំងអស់គ្នាសូមសម្ដែងនៅអភិវឌ្ឍនកិច្ចជូនចំពោះសម្ដេចនិងសូមគោរពដល់ប្រិយមិត្តទូរទស្សនិកជនទាំងអស់ដែលតែងតែរងចាំតាមដានទស្សនានៅក្នុងកម្មវិធីនៃការប្រគំតន្ត្រីស្រុកស្រែយើងខ្ញុំទាំងអស់គ្នាសូមផ្ញើនៅសេចក្តីនឹករលឹកជាពន់ពេកបាទតាមរយៈកម្មវិធីនៃការប្រគំតន្ត្រីស្រុកស្រែរបស់យើងជូនទៅដល់លោកតាលោកយាយពុកម៉ែពូមីងបងប្អូនទាំងអស់និយាយចឹងការអូនមានបានរៀបចំថារើសថ្ងៃរើសអីដែលទៅកន្លែងចែកដីលោកឪពុកនៅចែកដីខ្ញុំទៅតាំងថ្ងៃបិណ្ឌមួយបងចាដោយសារថ្ងៃបិណ្ឌមួយម្ដាយបានកក់ទុកណាត់ខ្ញុំទុកតាំងពីមុនបុណ្យកាន់បិណ្ឌមួយទៀតមកថាថ្ងៃបិណ្ឌមួយគឺយើងត្រូវទៅចែកដីឲ្យប៉ាដើម្បីអីព្រោះគាត់ដឹងខ្ញុំរវល់អញ្ចឹងគាត់រៀបចំមានកមានរបស់របរច្រើនដើម្បីយកទៅធ្វើសង្ឃទានផងក៏ដូចជាធ្វើវេចង្ហាន់ទៅដល់ព្រះសង្ឃតាមរយៈកាន់បិណ្ឌមួយអញ្ចឹងនៅស្រុកនៅកន្លែងចាដីប៉ាអញ្ចឹងទៅហើយអីចុះបងហ៎បងមិនទាន់បានទៅតែបងនៅចិត្តជាងខ្ញុំព្រោះបងនៅចិត្តនេះចាដីល្អប្រុសយើងសៀមរៀបកដាស្ទឹងចាខ្ញុំធ្លាប់ទៅលេងជាមួយបងដែរចាហើយឃើញថាសប្បាយចិត្តយ៉ាងម៉េចសប្បាយចិត្តឃើញមិត្តយុវវ័យរបស់យើងក៏ឃើញថាសកម្មភាពនៃការយួរចង្ហាន់យកទៅប្រគៀនប្រសង់នៅតាមទីវត្តអារាមផ្សេងៗនោះក៏ថាមើលទៅសភាពផុសផុលបាទនេះបង្ហាញឲ្យឃើញអំពីការចូលរួមយើងលើកស្ទួយនៅវិស័យពុទ្ធសាសនារបស់យើងបង្ហាញទៅប្រាប់ទៅដល់ពិភពលោកថាកូនខ្មែរគឺអញ្ចឹងណាមានប្រពៃណីមានវប្បធម៌ដ៏ល្អផូរផង់បង្ហាញឲ្យឃើញតាមរយៈអីគុណធម៌សុជីវធម៌បង្ហាញឲ្យឃើញអំពីការស្គាល់របស់កូនខ្មែរដែលគេហៅថាគុណដវ័នបុគ្គលគឺជាបុគ្គលដែលបានធ្វើនៅគុណជាច្រើនសម្រាប់ខ្លួនយើងចា៎បង្ហាញឲ្យឃើញអំពីឧបការៈបុគ្គលគឺបង្ហាញឲ្យឃើញអំពីបុគ្គលដែលបានជួយជ្រោមជួយជ្រែងជួយជោគជួយចែវដំណើរជីវិតរបស់យើងទាំងអស់គ្នានេះអញ្ចឹងយើងសម្ដែងអីដើម្បីឲ្យឃើញនៅអ្វីជាការតបស្នងសងគុណគឺតាមរយៈដែលយើងកំពុងតែធ្វើនៅអំពើល្អនេះហើយបាទប្រកាសណាស់ឲ្យបរិធាននៅពេលដែលបងទៅដល់ពហិហើយបងបានអុជធូបទៅដល់ព្រះអង្គសុំសេចក្តីសុខសប្បាយទៅបងមានផ្សងអីជាពិសេសទេបងធម្មតាទេមិនកុហកខ្លួនឯងហើយក៏មិននិយាយបំភ្លៃដែរជាទូទៅតែងតែសូមនៅអ្វីដែលជាសេចក្តីប្រាថ្នាផ្ទាល់ខ្លួនជាដំបូងហ្នឹងគឺសេចក្តីសុខស្នុកសប្បាយខ្លួនឯងក្រុមគ្រួសារម្ដាយក្មួយសាច់ញាតិទាំងអស់ហ្នឹងគឺថាជាបឋមហើយបន្ទាប់មកបានសូមនៅសេចក្តីសុខគ្រប់ប្រការជូនដល់បងប្អូនប្រជាជនខ្មែររបស់យើងមិនថាខ្មែរនៅក្នុងប្រទេសនិងប្រជាជនខ្មែរដែលរស់នៅឯក្រៅប្រទេសទេសូមឲ្យបានសេចក្តីសុខសនុកសប្បាយទាំងអស់គ្នាទៅបាទចាខ្ញុំក៏អញ្ចឹងដែរគឺសូមឲ្យក្រៅពីសូមសេចក្តីសុខតខ្លួនគឺសូមឲ្យញាតិមិត្តជិតខាងគ្រប់ស្រឡាញ់រាប់អានស្មោះស្ម័គ្រកុំឲ្យមានអំពើឈ្នានីសស្អប់ខ្ពើមពីមនុស្សជុំវិញខ្លួនចាសូមឲ្យជួបតែមនុស្សល្អមិត្តល្អនិងជួបនឹងការងារដែលល្អជោគជ័យអរគុណឥឡូវនេះយើងងាកចូលមកក្នុងកម្មវិធីនៃការប្រគំតន្ត្រីសរសើរសាជាថ្មីម្ដងទៀតនៅវគ្គនេះនៅជួននៅបទចម្រៀងចំនួន3បទ
សូមអបអរសាទរស្រាបៀរកម្ពុជាដែលឈ្នះរង្វាន់មេដាយស្រាបៀរពិភពលោកចំណាត់ថ្នាក់លេខ3ក្នុងការប្រកួតស្រាបៀរចំណាត់ថ្នាក់អន្តរជាតិនៅប្រទេសអង់គ្លេសឆ្នាំ2013កម្មវិធីនេះនាំមកជូនលោកអ្នកដោយសេខាតនិយាយទទួលបានកាន់តែច្រើនជាមួយនឹងសេខាតនិយាយសេខាតក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1ខ្ញុំឃើញនាងអង្គុយតាំងពីព្រឹករហូតទៅល្ងាចសង្ស័យ